ព្រះអាទិត្យរះលើងបញ្ចេញពន្លឺរស្មីពេញដែនផុសធាសត្វស្លាបស្រែកចុះចាក់ពីទ្រនំធ្វើឲ្យកុមារាឈ្មោះវិទូភ្ញាក់ពីដំណេកដោយទឹកមុខញឹមរីករាយនៅតុអាហារពេលព្រឹកវិទូនិងប្អូនស្រីតូចរបស់គាត់ភីវីបានកំពុងស្រស់ស្រូបអាហារពេលព្រឹកជាមួយឪពុកម្ដាយរបស់ពួកគេយ៉ាងរីករាយម្ដាយរបស់ពួកគេដាស់តឿនពួកគេថាឲ្យខិតខំប្រឹងប្រែងរៀនសូត្រមានចំណេះដើម្បីធ្វើឲ្យជីវិតពួកគេទៅថ្ងៃអនាគតបានល្អប្រសើរវិទូរត់ទៅជិះឡានក្រុងសាលាហើយឡើងដៃលាជែកយ៉ាងរីករាយជាមួយមិត្តភ័ក្តិរបស់គាត់នៅពេលពួកគេជិះទៅសាលារៀននៅក្នុងថ្នាក់អ្នកគ្រូស្វាគមន៍អ្នករាល់គ្នាយ៉ាងកក់ក្ដៅវិទូនិងមិត្តភ័ក្តិរបស់គាត់បើកសៀវភៅរបស់ពួកគេមានការត្រៀមខ្លួនជាស្រេចដើម្បីរៀនអ្វីថ្មីវិទូប្រឈមមុខនឹងបញ្ហាគណិតវិទ្យាដ៏លំបាកប៉ុន្តែមិនបោះបង់ចោលមិត្តរបស់គាត់វតីជួយគាត់ពួកគេញឹមដោយមោទនភាពនៅពេលដែលពួកគេដោះស្រាយវាជាមួយគ្នាពេលអាហារថ្ងៃត្រង់សិស្សចែករំលែកអាហារគ្នាញ៉ាំនិងរីករាយជាមួយអាហាររបស់ពួកគេនៅក្រោមដើមឈើសាលារៀននៅក្នុងថ្នាក់សិល្បៈវិទូបានគូរគំនូរក្នុងក្តីស្រមៃរបស់គាត់ដែលចង់ក្លាយជាឱកាសយានិកអ្នកគ្រូរបស់គាត់សរសើរការច្នៃប្រឌិតរបស់គាត់ពេលចេញពីសាលារៀនវិទូបានជួយមិត្តរួមថ្នាក់របស់គាត់យកសៀវភៅដែលធ្លាក់សូមអរគុណវិទូនាងនិយាយទាំងញឹមនៅផ្ទះវិទូផ្លាស់ប្ដូរសម្លៀកបំពាក់ហើយបានជួយធ្វើការងារផ្ទះជំនួសឪពុកម្ដាយរបស់គាត់វិទូសិក្សាដោយប្រុងប្រយ័ត្ននិងដោះស្រាយបញ្ហាគណិតវិទ្យាព្រមទាំងសរសេរអត្ថបទភាវីក៏ធ្វើលំហាត់នៅក្បែរគាត់ដែរពេលនោះម្ដាយរបស់ពួកគេនាំយកអាហារសម្រន់និងទឹកដោះគោចែកឲ្យពួកគេមុនពេលបន្តការងាររបស់ពួកគេហើយវិទូបានបង្ហាញកិច្ចការផ្ទះដែលបានបញ្ចប់របស់គាត់ដោយមោទនភាពដល់ម្ដាយរបស់គាត់នាងញឹមនិងប៉ះក្បាលរបស់គាត់កូនបានធ្វើល្អណាស់នៅថ្ងៃនេះមុនពេលចូលគេងវិទូនិងភាវីបានលេងហ្គេមល្បងប្រាជ្ញាមុនពេលចូលគេងពួកគេសើចនៅពេលឪពុករបស់ពួកគេចូលរួមមុនពេលចូលគេងវិទូសម្លឹងមើលផ្កាយនៅក្រៅបង្អួចហើយខ្សឹបថាខ្ញុំនឹងបន្តសិក្សាឲ្យបានសម្រេចនៅក្តីស្រមៃរបស់ខ្ញុំដូច្នេះសិស្សល្អតែងតែរីករាយនឹងខិតខំរៀនសូត្រហើយតាំងចិត្តសម្រេចឲ្យបាននៅក្តីស្រមៃរបស់ខ្លួនពេលអនាគតសូមរងចាំទស្សនានៅវីដេអូបន្ទាប់សូមអរគុណ